ដំណើរនៃជីវិតរបស់មនុស្សយើងម្នាក់មិនមែនស្ថិតនៅលើវាសនាទេដរាបណាយើងនៅមានរូបកាយនិងដង្ហើមត្រូវចេះតស៊ូដើម្បីភាពភ្លឺថ្លាទៅថ្ងៃអនាគតនៅលើលោកីក្រោមរស្មីនៃពន្លឺដួងព្រះច័ន្ទព្រះសូរិយាយើងកើតមកជាមនុស្សចេះគិតដោះស្រាយបញ្ហារាល់កិច្ចការត្រូវក្រងវេលាឲ្យមានតម្លៃសន្សំក្តីសង្ឃឹមញញឹមជីវិតមានន័យរួងលើភពផែនដីភ្លឺថ្លាស្ពានអនាគតទៅមុខយើងគិតយ៉ាងណានៃប្រាថ្នាមនុស្សគ្រប់គ្នាចង់បានសេចក្តីសុខនឹងទុកកើតមកពីយើងគ្រប់ប្រាណកុំរំខានដល់អ្នកដទៃសេចក្តីសុខកើតឡើងបានលុះត្រាយើងមិនរំខានដល់អ្នកដទៃនៅលើលោកីក្រោមរស្មីនៃពន្លឺដួងព្រះច័ន្ទព្រះសូរិយាយើងកើតមកជាមនុស្សចេះគិតដោះស្រាយបញ្ហារាល់កិច្ចការត្រូវក្រងវេលាឲ្យមានតម្លៃសន្សំក្តីសង្ឃឹមញញឹមជីវិតមានន័យរួងលើភពផែនដីភ្លឺថ្លាស្ពានអនាគតទៅមុខយើងគិតយ៉ាងណានៃប្រាថ្នាមនុស្សគ្រប់គ្នាចង់បានសេចក្តីសុខនឹងទុកកើតមកពីយើងគ្រប់ប្រាណកុំរំខានដល់អ្នកដទៃសេចក្តីសុខកើតចេញពីខ្លួនអ្នកបានអ្នករំពឹងសេចក្តីសុខពីអ្នកដទៃផ្ដល់ឲ្យអ្វីដែលអ្នកទទួលបានគឺមានតែការខកចិត្តតែប៉ុណ្ណោះនៅលើលោកីក្រោមរស្មីនៃពន្លឺដួងព្រះច័ន្ទព្រះសូរិយាយើងកើតមកជាមនុស្សចេះគិតដោះស្រាយបញ្ហារាល់កិច្ចការត្រូវក្រងវេលាឲ្យមានតម្លៃសន្សំក្តីសង្ឃឹមញញឹមជីវិតមានន័យរួងលើភពផែនដីភ្លឺថ្លាស្ពានអនាគតទៅមុខយើងគិតយ៉ាងណានៃប្រាថ្នាមនុស្សគ្រប់គ្នាចង់បានសេចក្តីសុខនឹងទុកកើតមកពីយើងគ្រប់ប្រាណកុំរំខានដល់អ្នកដទៃកុំរំខានដល់អ្នកដទៃ